รถตั้งน้าวินเอาตั้งหนึ่งให้พวกนี้มาเฮียนจบผมเตะให้กบฏนั่งวิกันได้เงินอยู่นั่งให้กบฏกันจะกบฏตั้งตนาบ้างเลยต้องวินเละต้องยังต้องได้ពេលដែលបងឃើញថាគាត់មានកបិតហ្នឹងកបិតបែបម៉េចចាកបិតតូចកបិតតូចផ្លេចសៀកកូនកបិតណាចាកូនកបិតកូនកបិតចិត្តបន្លាយហ្នឹងហ្នឹងហ្នឹងជួយបងជួយនោះក៏សួរអូបងក៏សួរមានកបិតអីយេត្រង់មកគាត់និយាយទៅមុខអង្គដល់ការបើខ្ញុំមានកបិតសូមឃើញកបិតណាឲ្យអង្គដល់ការវាយវ៉ាក់តឲ្យអ៊ំឡើងទៅឆែកមើលបើមានកបិតអ៊ំចាប់ខ្ញុំយកទៅបោះចោលបាទហើយបើបាត់បងត្រង់សម្បត្តិអ៊ំចាប់ខ្ញុំយកទៅចោលនេះអេសវត្ថភាពណាណាតែម៉ែមួយហ្នឹងមកធ្វើឲ្យគេរំខានគេអញប្រាប់ហើយភូមិមកអើភូមិម្ដុំគេសវត្ថភាពភូមិហ្នឹងសវត្ថភាពអ៊ំហ៎គាត់ព្រមចូលមកធ្វើបាបតែគាត់ចូលធ្វើបាបខ្ញុំពួកខ្ញុំអត់តអូគាត់បំរុងនឹងចូលធ្វើបាបណាតែខ្ញុំចានទ្វារមកទៅហឹងមុនតែទ្វារហ្នឹងវាអត់ដូចទ្វារអ្នកដតីទេនៅពេលខ្ញុំបិទកលឹងហើយគឺបានទេការរុកមិនបាក់បានទេអូបំរុងរុញទ្វារចូលហើយណាចាតែគាត់ថាយើងជនសង្ស័យបំរុងលួចហ្មងបាទតែក្នុងសកម្មភាពបានលួចហ្នឹងខ្ញុំអត់មានបានប៉ះពាល់ទេអត់មានបានប៉ះពាល់ហ្នឹងហើយគាត់ស្រែកថាម៉េចគាត់អត់មានបានស្រែកថាម៉េចទេគាត់ឃើញខ្ញុំភ្ញាក់ទៅគាត់បិទទ្វារទៅវិញឯងហើយបើនៅម្ដងហ្នឹងមែនខ្ញុំនៅមុខសូយ៉ាមុខសូយ៉ាមកឡើងមកនេះទៅចុះឡើងមកផ្ទះគេទៅចុះខ្ញុំអង្គុយចាំសារាទេខ្ញុំអង្គុយចាំសារាផ្ទះគេទៅចុះពុនជេពុនជេមកចង់និយាយថាពួកខ្ញុំអត់ដឹងថាវាសងំនៅជន់លើហ្នឹងអូនៅសងំហ្មងហ្នឹងហើយពួកខ្ញុំអត់ដឹងទេគាត់ថាមកអង្គុយលេងមុខកាមេរ៉ាទេមែនទេអូសងំហ្មងណាហើយនៅជន់លើហ្នឹងវាអស់ផ្ទះហើយកិច្ចការអីគាត់មិនត្រូវនៅហ្នឹងហើយមកឆ្កឹះភ្លើងគេបិទអញ្ញែហ្នឹងដែរមកហ្នឹងបងតែស្គាល់ខ្ញុំឲ្យជាខ្លាំងដោយមានបរិសម្នាក់ដែលបាទមកធ្វើការអង្គុយបាទអង្គុយនៅមុខផ្ទះមុខបន្ទប់បាទស្រីស្អាតធ្វើសកម្មភាពបំរុងនឹងរុញទ្វារតាមអ្វីដែលជនរងគ្រោះជាស្រីស្អាតដែលជាម្ចាស់ផ្ទះក៏បានប្រាប់ថាបំរុងនឹងរុញទ្វារនឹងមានកូនកបិតនៅពេលដែលយប់ព្រលប់គាត់មកអង្គុយបែបនេះចេញមកក៏វាក់គ្នាក៏បង្កឲ្យមានការអាប់អើឆោឡោតែម្ដងត្រូវបានកម្លាំងសមត្ថកិច្ចសាខាថ្មីទី1ចុះមកធ្វើការបាត់បង់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំពាក់ព័ន្ធជុំវិញករណីមួយនេះអត់ទេបងអង្គុយកាមេរ៉ាផ្ទះគេហ្នឹងឯងជួយមានបានលួចគាត់ធ្វើបានធ្វើសកម្មភាពអីអត់បងអត់ទេបងចុះគេស្រែកថាម៉េចបងដំបូងអត់មានស្រែកថាម៉េចទេគាត់ចង់និយាយថាគាត់រៀបចេញនៅក្រៅបងបាទតែខ្ញុំអត់ដឹងថាគាត់ទៅដើរលេងឬក៏មិនទេពេលខ្ញុំឡើងទៅជ្រូមកគាត់រៀបចេញដែរគាត់ភ្ញាក់ទៅវិញទៅមកស្អីទៅផងបងចាស់ផ្ទះដូចជាស្រីមិញស្អីវាក់គ្នាបាទវាក់គ្នាក៏គាត់ថាយើងជនសង្ស័យរងលួចហ្មងបាទតែក្នុងសកម្មភាពបានលួចហ្នឹងខ្ញុំអត់មានបានប៉ះពាល់ទេអត់មានបានប៉ះពាល់ហ្នឹងហើយគាត់ស្រែកថាម៉េចគាត់អត់មានបានស្រែកថាម៉េចទេគាត់ឃើញខ្ញុំភ្ញាក់ទៅគាត់បិទទ្វារទៅវិញឯងហើយបើនៅម្ដងហ្នឹងមែនខ្ញុំនៅមុខសូយ៉ាមុខសូយ៉ាមកឡើងមកនេះទៅចុះឡើងមកផ្ទះគេទៅចុះខ្ញុំអង្គុយចាំសារាទេខ្ញុំអង្គុយចាំសារាផ្ទះគេទៅចុះពុនជេពុនជេពុនជេមកអង្គុយមុខផ្ទះគេបណ្ដោយហើយពេលម្ចាស់ផ្ទះគេមករបៀបស្រីវាយមកញាក់មកផ្ទះគាត់នៅមុខហើយខ្ញុំអង្គុយលើកាមេរ៉ាទេអូបាទសារម៉េចមានស្គាល់គេហ្នឹងអត់ចាអត់ស្គាល់ហ្នឹងគេអត់ស្គាល់អូនឹងគេអត់ໄວពីដៃតែឆ្លុះគ្នាមួយគ្រួសារបាទឆ្លុះគ្នាមួយគ្រួសារដើរមកផ្ទះគេអង្គុយលើកាមេរ៉ាផ្ទះគេអត់ទេហ្នឹងផ្ទះជួទេបងខ្ញុំគាត់ឡើងមកអង្គុយលេងកាមេរ៉ាធម្មតាទេខ្ញុំអត់មានមកមិនបានធ្វើសកម្មភាពទេអង្គុយធម្មតាស្ងាត់ស្ងៀមទេស្ងាត់ស្ងៀមនេះទូរស័ព្ទបានមានអើបលើអីអត់ទេអង្គុយម្នាក់ឯងទូរស័ព្ទដើរមកឆ្ងាយហ្មងផ្ទះនៅណានេះនោះមិនដើរអង្គុយលេងមុខផ្ទះគេនេះនៅផ្សារសូយ៉ាអេសាសូយ៉ានេះទេបងសូយ៉ានេះសូយ៉ានេះដើរមកនេះទូរស័ព្ទនេះមិនសូយ៉ាឆ្ងាយស្មាននឹងស្ងាត់ដែរមកអង្គុយមុខកាមេរ៉ាគេ20ខ្ញុំអត់ដឹងដែរបងភ្ញាក់ទៅវិញទៅមកទៅបាយក៏ហត់ទៅអត់ហត់ទេខ្ញុំអង្គុយធម្មតាអត់មានបានបាទអត់មានបានហត់អីទៅណាបងហើយក្នុងខ្លួនមានឧបករណ៍មានអីសោឆ្កឹះសោកាច់សោអីមានទេមានសោផ្ទះមួយគត់សោផ្ទះគត់មួយទៀតកបិតដែរទុកនៅណាកបិតអូថាកបិតទៀតអូកបិតកង់មានកបិតទេអ៊ំមានកបិតទៀតកង់ចាមានកបិតទេកង់ចាពីនេះម្ចាស់ផ្ទះប្រាប់ថាមានកបិតមានកបិតទៀតកង់បាទកបិតមកផ្ទះជន់ណាកង់មានកបិតសុំមកចាប់ខ្ញុំយកបើមានកបិតសុំមកចាប់ខ្ញុំយកទៅចុះអូហើយមិនចាស់ទេថាមានកបិតមានទេបងឆែកកាមេរ៉ាគាត់ជុំគាត់មានកបិតទេកង់អ៊ំឡើងឆែកមើលបើមានអ៊ំសុំកបិតសុំមានទេជួយនោះក៏សួរអូបងក៏សួរមានកបិតអីយេត្រង់មកយកទៅមុខអង្គដល់ការបើខ្ញុំមានកបិតសូមឃើញកបិតណាឲ្យអង្គដល់ការវាយវ៉ាក់តឲ្យអ៊ំឡើងទៅឆែកមើលបើមានកបិតអ៊ំចាប់ខ្ញុំយកទៅបោះចោលបាទហើយបើបាត់បងត្រង់សម្បត្តិអ៊ំចាប់ខ្ញុំយកទៅចោលនេះអេសវត្ថភាពណាតែម៉ែមួយហ្នឹងមកធ្វើឲ្យគេរំខានគេអញប្រាប់ហើយ
เอาเป็นภูมิมาเอาภูมิมาต้องกีสวัสดิ์เพียบอ่ะ ผมនឹងស្មារតីរបស់អ៊ំហ៎ วัดเพียบវាអត់ដែលមាននេះណាស់ចឹងឯង នឹងមានលើកទី1អ៊ំណា បាទទាំងហ្នឹងឯងបាទ ឥឡូវថាគាត់មានកបិតទេអ៊ំហ៎ បាទឮសូថាមានកបាត់តែវាថាអត់មានកបាត់ឡើងក្រមើលដល់តែឡើងនាំគ្នាឡើងក្រមើល ជាងហើយវាអត់ព្រមទៅទេហើយវាចិត្តភ្លើងបិទបើកទៅខ្ញុំមើលតាមប្រហោងអាប្រឡោះទ្វារហ្នឹងឃើញមុខវាច្បាស់ហើយតែវាអត់ចូលមកធ្វើបាបទេគាត់ចូលធ្វើបាបខ្ញុំពួកខ្ញុំអត់ទាន់ អូគាត់បំរុងនឹងចូលធ្វើបាបហ្នឹង តែខ្ញុំច្រើនទ្វារមកទៅហឹងមុនតែទ្វារហ្នឹងវាអត់ដូចទ្វារអ្នកដតីទេនៅពេលខ្ញុំបិទកលឹះហើយគឺអ្នកបានទេចារុកមិញក៏បានដែរ អូបំរុងរុញទ្វារចូលហ្នឹង ចា តែយើងដឹងខ្លួនតួ តែ ហ្នឹង ខ្ញុំបាត់មកទៅហឹងមិត្តភក្តិខ្ញុំក៏គាត់អត់ដឹងតែបិទទៅហឹងដល់ពេល បងមកជួយដំបងមិនមិនអីមិនឃើញជនសង្ស័យមិនអីមិនបង ចង់និយាយថាពួកខ្ញុំអត់ដឹងថាវាសងំនៅជន់លើហ្នឹង អូនៅសង្ងំហ្មង ហ្នឹងហើយពួកខ្ញុំអត់ដឹងទេ គាត់ថាមកអង្គុយលេងមុខកាមេរ៉ាទេ មែនទេ អូសង្ងំហ្មងណា ហើយនៅជន់លើហ្នឹងវាអស់ផ្ទះហើយកិច្ចការអីគាត់មិនត្រូវនៅហ្នឹងហើយមកឆ្កឹះភ្លើងគេបិទអញ្ចឹង តែតែមកហ្នឹងបង តែស្គាល់ទេខ្ញុំតែស្គាល់ មែនទេភូមិហ្នឹងណា មែនទេគេវាយវាគ្រប់គ្នាវាមែន ចុះមិញឮថាមានកបិតមានសោឆ្កឹះឆ្កយបង ឮគេថាឃើញមានកូនសោច្រើន កូនសោច្រើនបាត់តែបើឃើញកបិតនេះឲ្យខ្លួនខ្លួនចុះហើយ នេះគាត់ឃើញ កបិតស្បីបង អូណាបាត់ឯកបិទហ្នឹងបង បើហើយវាយកតកប់ទៅលើក៏មិនតែគេវាតកប់នៅលើព្រោះវារត់ទៅលើព្រោះឲ្យពេលដែលខ្ញុំមកអត់ទេតែម្ចាស់ទេគាត់ថាអីទេកន្លែងហ្នឹងពេលខ្លះមានអ្នកសុំទៀនសម័យសុំលុយទិញអីអញ្ចឹងណាខ្ញុំថាអត់ទេព្រោះអីគាត់អត់ចុះទៅវិញទេគាត់នៅនឹងដូចមានអារម្មណ៍ដូចថាចង់ធ្វើបាបអីអញ្ចឹងខ្ញុំមិនហ៊ានចុះទេអញ្ចឹងហៅប៉ូលីសមកអញ្ចឹងណាឲ្យជួយដោះស្រាយតាហេតុអីគាត់តាមខ្ញុំមកពីកាលថាខ្ញុំអត់ដែលមានឆ្លោះគ្នាធ្វើអីអ្នកណាអន់ចិត្តអីទេអញ្ចឹងណាបងចា មានណានេះ ឥឡូវមិនកិច្ចកិច្ចមកទេបង ងើបឈប់ហ៎ ណាកំបិតណាអីណា អូឆៃ ហ៎ ឥឡូវកបិតណាលោកពូសួរ បើនេះណា ខ្ញុំសាសូយ៉ា ហឹម ទើបសាសូយ៉ា សូយ៉ាមក មុខសាសូយ៉ា ផ្ទះគាត់នៅផ្សារសូយ៉ាលោកពូ ផ្ទះជួ ផ្សារសូយ៉ាមកអង្គុយមុខផ្ទះគេដល់យកបត្រៀតអីហ្នឹង តែធ្វើអី មាន គេ ធ្វើការឆក់មានធ្វើការរុញទ្វារគេបង អត់ទេបងខ្ញុំស្មត់ឲ្យបងដល់ការបាយក្បាក់បងចាស់ ចាស់គេថារុញទ្វារគេចូលមិនហ៎ ពេលគាត់រៀងចេញក្រៅខ្ញុំឡើងទៅជ្រុះគាត់ហើយគាត់គាត់រួចទ្វារបិទខ្លួនឯង ទូរស័ព្ទគាត់លោកពូមានកូនកបិតមានសោច្រើនទៀត តែនេះសោផ្ទះខ្ញុំក៏ ឯណាកំបិតណាអីណាកូនសៅបាទបាទ បាទសមាជិកយកទៅប៉ុស្តិ៍សារថ្មីទី1 សោផ្ទះខ្ញុំ ដល់ទៀតសមាជិកទៅសមាជិកមួយហើយប្រិមត្តជននេះគឺជាបាទនៅចំណុចទីតាំងដែលបាទបរោះបាទម្នាក់ដែលផ្លែកមុខមិនមែននៅក្នុងភូមិស្រុកនេះទេបានមកធ្វើការបាទឡើងទៅជាន់ទី2និងបំរុងអង្គុយមុខបន្ទប់បាទស្រីស្អាតហើយក៏បានចេញមកបាទគ្នាក៏ស្រែកឲ្យឆោឡោតែម្ដងហើយចំពោះករណីខាងលើនេះបាទម្ចាស់ផ្ទះថាមានកូនកបិតមួយបាទនៅពេលដែលកំពុងតែធ្វើការអង្គុយនេះក៏ចេញមកបាក់គ្នាក៏បោះកូនកបិតចោលនេះអ្វីតាមជនរងគ្រោះគាត់បានធ្វើការលើកឡើងប្រជាជនជាស្រីស្អាតដែលគាត់នៅម្នាក់ឯងនៅបន្ទប់ជាន់លើជាន់ទី2តែម្ដងចំពោះរឿងរ៉ាវខាងលើនេះយើងមិនទាន់ដឹងថាបែបណាទេបកគោទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចធ្វើការតាមជំនាញដើម្បីបាទចាត់ការតាមវិធីក្នុងការស្រាវជ្រាវជំនាញរបស់សមត្ថកិច្ចអរគុណណាស់ប្រជាជនដែលខំចំណាយពេលដ៏មានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំបាទជុំសុខណារួមទាំងក្រុមការងារសូមអរគុណសូមគោរពលា